មកលេងភូមិខ្ញុំនៅអង្គរសង្ក្រាន្តអង្គរសង្ក្រាន្តគឺខ្ញុំមកលេងភូមិខ្ញុំហើយអ្នកនរគ្នាមានទស្សនីយភាពច្រើនមែនតើនេះគាត់ខ្ញុំដើរចូលមកស្មានតែវិញកុំវាតាគាត់ដើរចូលមកដល់រៀងក្តៅបន្តិចឥឡូវរកអីបើតិចឥឡូវខ្ញុំកំពុងតែរកតកកឈូសញ៉ាំហើយតកកឈូសនៅនេះគឺតំណងមែនតើអ្នកនរគ្នាគាត់លក់តកកឈូសតែលក់ដាច់មែនតើមានស្អីស្អាតកាន់តកកឈូសអញ្ចេះហើយញ៉ាំកាន់តែឆ្ងាញ់នៅភូមិខ្ញុំនេះដែរគឺគេមានលេងល្បែងប្រជាប្រិយមានលក់អីវ៉ាន់អីញ៉ាំអីចឹងទៅហើយក៏មានសូបង្ហាញអំពីអ្វីដែលជាអរិយធម៌ខ្មែរដែរចឹងណាហើយកន្លែងនេះដែរគឺគេសូបង្ហាញពីនំខ្មែរហើយគេដាក់ឲ្យយើងភ្លក់ហ្វ្រីទៀតហើយអត់តកន្លែងណាហ្វ្រីឃើញមកខ្ញុំហើយដល់កន្លែងនេះគឺគេប្រកួតលេងអុកហើយអ្នកទាំងអស់គ្នាហើយពួកគាត់ស្វាហាប់មែនតើហើយមានទាំងក្មេងមានទាំងចាស់ហើយពួកគាត់ប្រកែមែនតើហើយមកបន្ទាយនៅចិត្តហ្នឹងហើយអ្នកទាំងអស់គ្នាកន្លែងនោះគឺកន្លែងចាក់សាក់ណាគឺគេសាក់យ័ន្តអ្នកទាំងអស់គ្នាហើយអត់ដឹងថាគេសាក់ហ្វ្រីឬក៏មិនដែរហើយការសាក់យ័ន្តនេះគេធ្វើមែនតើអ្នកទាំងអស់គ្នាឃើញគេមានសូត្រមុនសូត្រអីដែរបើសិនអ្នកទាំងអស់គ្នាចង់សាក់យ័ន្តអីអាចមកសាក់នៅក្នុងបានណាកន្លែងនេះគឺគេដាក់បង្ហាញអំពីរក្បាច់គុនបុរាណខ្មែរហើយកន្លែងនេះគឺដើមឈើបន់ស្រន់អីចឹងទៅយើងប្រាថ្នាចង់បានអីចង់បានអីហើយលើគេកាន់តែទំនើបទៀតណាអ្នកទាំងអស់គ្នាឥឡូវគេមានទូថតរូបហ្វ្រីទៀតអញ្ចឹងចាំមើលការដាក់បង្ហាញវីដេអូបន្តទៀតរបស់ខ្ញុំហើយជួបគ្នានៅវីដេអូបន្ត